មានម៉ាក់ប៉ាណាគេខ្លះដោយម៉ាក់ប៉ាខ្ញុំនៅពេលដែលគាត់បដៅខ្ញុំពេលខ្ញុំចេញទៅក្រៅឲ្យតែខ្ញុំចេញពីផ្ទះគឺគាត់និយាយមួយចំណុចមួយគឺថាកូនទៅណាកុំអត់ទៅភ្នែកត្រូវចេះទៅភ្នែកជាដាច់ខាតចំណុចហ្នឹងគឺគាត់តែនិយាយប្រាប់ខ្ញុំរហូតហើយមួយវិញទៀតគាត់ប្រាប់ខ្ញុំថាពេលខ្លួនឯងទៅញ៉ាំបាយឲ្យចេះលាងចានរៀបចំកន្លែងញ៉ាំឲ្យស្អាតយ៉ានៅពេលដែលទៅលេងផ្ទះគេគឺយើងធ្វើបែបហ្នឹងប៉ុន្តែនៅពេលដែលគេមិនលេងផ្ទះខ្ញុំវិញក៏គាត់ឲ្យខ្ញុំធ្វើបែបហ្នឹងដូចគ្នាខ្លួនឯងជាស្រីត្រូវរៀបចំផ្ទះកុំឲ្យមកគេមើលមកទៅភ្នែកទៅអីផងរៀបចំកន្លែងឲ្យស្អាតលាងចានលាងអីឲ្យស្អាតត្រូវរៀបចំផ្ទះសបែងកុំឲ្យគេដៀលគេមិនដៀលហាញទេគេដៀលអញពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្ញុំវាចង់ស្រេញធូរមិនមែនពេលខ្លះអាយើងនៅផ្ទះខ្លួនឯងក៏យើងត្រូវរៀបចំអាយើងទៅផ្ទះគេក៏យើងត្រូវរៀបចំដូចគ្នាឯងកាលណាខ្ញុំឲ្យគេរៀបចំឲ្យខ្ញុំញ៉ាំម្ដង